វីដេអូនេះយើងធ្វើវីដេអូទី2បងប្អូនវីដេអូរបៀបផ្ញើអីវ៉ាន់តាមរយៈ UCHecook ដោយសារវីដេអូមុនខ្ញុំយកទូរស័ព្ទថតទូរស័ព្ទពេលអញ្ចឹងទៅអត់សូវច្បាស់ប៉ុន្តែលើកហ្នឹងខ្ញុំ record screen អញ្ចឹងទៅវាគុណភាពវាមិនដឹងមកគុណភាពទេវាច្បាស់ហើយងាយស្រួលមើលជាងមុនហ្នឹងហើយកុំឲ្យខាតពេលយូរឥឡូវយើងចូលមកកម្មវិធី UCHecook នេះមកហ្នឹងហើយយើងចូល Home Vision អានេះលក្ខណៈដូចយើង refresh បើកុំព្យូទ័រភាសាបច្ចេកទេសគេហៅ refresh អញ្ចឹងដើម្បីឲ្យវាដើរមកធម្មតាមកវិញហើយបន្ទាប់មកបងប្អូនចូលកន្លែងនេះកន្លែងផាំងមុនយាយយ៉ាក់បងប្អូនចូលផាំងមុនយាយយ៉ាក់ហើយចូលខាងលើគេនេះគុកណេសូផូហ្នឹងហើយគុកណេសូផូបន្ទាប់មកបងប្អូន thích កន្លែងនេះមួយហើយកន្លែងនេះកន្លែងផូណេនឿនពូនហ្នឹងលក្ខណៈថាបើពេលដែលយើងចុះឈ្មោះហើយយើងបង្កើត email បង្កើត ID ហើយបងប្អូនកន្លែងនេះគឺយើងមានឈ្មោះមានលេខទូរស័ព្ទយើងឲ្យស្រាប់ហើយយើងអត់ចាំបាច់បំពេញអីទេយើងបំពេញតែលេខទូរស័ព្ទអ្នកទទួលហើយសម្រាប់បងប្អូនមួយទៀតបងប្អូនដែលចង់ដូរទៅថាបងប្អូនចង់កក់ពីគេយកមកយើងវិញអញ្ចឹងបងប្អូនគ្រាន់តែដូរដាក់អ្នកទទួលជាយើងហើយអ្នកផ្ញើហ្នឹងជាគេពេលអញ្ចឹងទៅអីវ៉ាន់ហ្នឹងខាងហ្នឹងគេដឹកមកយកឲ្យយើងដូចគ្នាខាង UCHecook គាត់ទៅយកឲ្យយើងដូចគ្នាហ្នឹងហើយបន្ទាប់មកយើងចូលមកវីដេអូយើងមកកន្លែងនេះបងប្អូនចូលមកហើយយើងវាយឈ្មោះឥឡូវខ្ញុំឧទាហរណ៍មួយចាហើយវីដេអូដែលយើងផ្ញើហើយយើងអាចឆេសូបានយើងអាចលុបចោលបានអញ្ចឹងណាភ្លាមឧទាហរណ៍ឈ្មោះមួយឈ្មោះអ្នកទទួលខ្ញុំដាក់ឈ្មោះគាត់ខ្ញុំដាក់ថាហ្នឹងហើយបន្ទាប់មកអាស័យដ្ឋានកន្លែង choose zone ហ្នឹងយើងវាយអាស័យដ្ឋានគាត់មកស្រាប់អាស័យដ្ឋាននេះអាស័យដ្ឋានខ្ញុំយកអាស័យដ្ឋានមួយបើជើងខ្ញុំម្នាក់ដាក់ចូលសិននៅអាស័យដ្ឋានគាត់អាស័យដ្ឋានកន្លែងនេះបងប្អូនកន្លែងនេះឧទាហរណ៍អាស័យដ្ឋានគាត់ពេញអញ្ចឹងប៉ុន្តែយើងមិនបាច់ចាំវាយពេញខ្ចង់គីដូអានសានអីទេយើងមិនបាច់ទេយើងវាយយកទៅលេខកន្លែងចុងក្រោយនេះហើយនឹងលេខផ្លូវយេស៊ូល3ខៀល11.1ហ្នឹងយើងអាចវាយចូលបានហើយយេស៊ូល3ខៀល11.1ហើយយើង search នេះមកបន្ទាប់មកចេញអាស័យដ្ឋានគាត់គឺជាទៅអាស័យដ្ឋាននៅក្នុងការ៉េនេះគឺមាន2មានខាងលើមួយខាងក្រោមមួយតែអាស័យដ្ឋានដូចគ្នាហ្នឹងហើយយើងយកមួយណាក៏បានដែរតែនៅក្នុងហ្នឹងវាមានតែមួយទេគឺថាយើងចុចបញ្ជូនហ្នឹងទៅវាអូខេហើយបន្ទាប់មកទៀតចូលខាងក្រោមនេះបងប្អូនថាបើសិនជាដូចថាគាត់នៅអាផាតធឺឬក៏នៅវ៉ុនរូមបងប្អូនវាយឈ្មោះបើសិនជាស័យដ្ឋានគាត់ផ្ញើឈ្មោះវ៉ុនរូមបងប្អូនវាយឈ្មោះវ៉ុនរូមតាមហ្នឹងទៅហើយលេខបន្ទប់លេខអីគាត់ទៅហើយលេខបន្ទប់គាត់នេះក៏ដាក់ថា302កុងស៊ីលហើយយើងវាយនេះទៅដើម្បីខាងដឹកគាត់ចូលគាត់ស៊ូរ៉ូអញ្ចឹងណាបងប្អូនកុំឲ្យគាត់ច្រឡំពេលគាត់ដឹកយកទៅដាក់ទៅគាត់ងាយក្នុងការរ៉ូ302កុងស៊ីលហ្នឹងហើយបន្ទាប់មកយើងចុចអាក្រហមនេះកន្លែងក្រហមនេះអូខេហើយកន្លែងនេះឥឡូវរួចរាល់ខាងលើហើយខាងក្រោមនេះលេខទូរស័ព្ទខាងមុខនឹងគេដាក់010ហើយគេហ្នឹងយើងគ្រាន់តែវាយលេខបន្ទាប់មកទៀតទៅហ្នឹងហើយលេខគាត់គឺ010 7295 5774 7295 5774ហ្នឹងហើយតែប៉ុណ្្នឹងហើយរៀបរាល់បងប្អូនហើយយើងចុចកន្លែងក្រហមនេះកន្លែងចរចាំងនេះមកអូខេរួចរាល់ហើយណាកន្លែងអាស័យដ្ឋានគាត់ហើយខាងក្រោមនេះឈ្មោះគាត់ហ្នឹងហើយនឹងឈ្មោះខ្ញុំឧទាហរណ៍ខាងលើហ្នឹងទេខាងក្រោមនេះSontech បងប្អូនអូមកក្រោមមកឃើញពាក្យថា Sontech នេះអានេះកន្លែងកំណត់ចំនួនគីឡូអីវ៉ាន់យើងគីឡូអីវ៉ាន់យើងមានន័យថាឧទាហរណ៍ថា5គីឡូចុះក្រោម10គីឡូចុះក្រោម20គីឡូចុះក្រោមយើងត្រូវដាក់តាមហ្នឹងទៅឧទាហរណ៍ថាអីវ៉ាន់យើងលើស5គីឡូយើងត្រូវ select យកកន្លែងនេះកន្លែង10គីឡូហ្នឹងដើម្បីឲ្យខាង UCHecook គាត់កាត់លុយយើងតាមហ្នឹងអញ្ចឹងណានឹងយើងឥឡូវដូចថាកញ្ចប់អីវ៉ាន់កញ្ចប់បាច់ជើងខ្ញុំវាអាចយើងទៅថាខ្ទង់2គីឡូចុះហ្នឹងហើយវាតែវានៅក្នុងចន្លោះ5គីឡូចុះក្រោមយកខាងលើហ្នឹងមកអូខេកន្លែងនេះ80សង់ទីម៉ែត្រមានន័យថាកម្ពស់កេះខ្ញុំដែលវាខ្ចប់ហ្នឹងគឺវាកម្ពស់វា80សង់ទីម៉ែត្រចុះក្រោមវានៅក្នុងចន្លោះហ្នឹងហើយយើងយកខាងលើហ្នឹងមកអូខេរួចរាល់ហើយបន្តមកទៀតកន្លែង Sontech នេះបងប្អូនផ្ញើជាសលៀកបំពាក់បាយជើងសម្លៀកបំពាក់បាយជើងកាបូបអីចឹងទៅបងប្អូនយកលេខ25នេះសម្លៀកបំពាក់បាយជើងកាបូបហ្នឹងហើយខោអាវអញ្ចឹងទៅយកលេខ25នេះហ្នឹងហើយ25នេះអូខេបន្ទាប់មកទៀតខាងក្រោមនេះឥឡូវរួចរាល់ហើយខាងក្រោមនេះកន្លែងត្រង់កន្លែងនេះគឺទិន្នន័យអ្នកដឹកទិន្នន័យហើយឈ្មោះអ្នកដឹកអញ្ចឹងណាហើយ
ក្រុមហ៊ុន OJ Group កន្លែង Sontech នេះចូលខាងបន្តមកទៀតកន្លែង Sontech នេះបងប្អូនចុចយកពាក្យថា Moon App ខាងលើគេនេះ Moon App ហ្នឹងដើម្បីឲ្យខាង OJ Group គាត់ដឹកយកទៅដល់គាត់ដាក់នៅមុខកន្ទប់ឬក៏មុខរោងចក្រអីចឹងទៅមុខកន្លែងដែលគាត់ដែលគេដាក់អីវ៉ាន់គាត់សារយកអីវ៉ាន់ទៅដាក់អញ្ចឹងខាង OJ Group គាត់ដឹងហើយបងប្អូនហ្នឹងហើយបន្តមកទៀតឥឡូវរួចរាល់ហើយខាងក្រោមនេះគឺជាកន្លែងបំពេញកន្លែងសំខាន់គឺយើងបំពេញកាតធនាគារបំពេញកាតធនាគារឲ្យខាតបងប្អូនទៅបំពេញឲ្យត្រូវហ្នឹងហើយយើងចុចយកខាងមុខនេះមកកន្លែងសារចនខ្យល់ចែនេះហើយបងប្អូនត្រូវបំពេញកាតធនាគារឲ្យត្រូវដើម្បីឲ្យខាងក្រុមហ៊ុន OJ Group គាត់កាត់លុយយើងអូតូកន្លែងខាងលើនេះគឺបំពេញលេខកាតធនាគារបន្ទាប់មកខាងក្រោមនេះហើយកន្លែង Easy Touch ហ្នឹងបំពេញខែរយៈពេលសុពលភាពកាតខែឆ្នាំខាងបន្ទាប់មកទៀតកន្លែងនេះគឺលេខសម្ងាត់កាតធនាគារយើងយកពីខ្ទង់ខាងមុខបងប្អូនយកទៅខាងមុខទេពីខ្ទង់និយាយទៅកាតយើងមាន4ខ្ទង់អញ្ចឹងយកទៅពីខ្ទង់ខាងមុខហើយខាងក្រោមនេះថ្ងៃខែឆ្នាំកំណើតយើងដាក់ឆ្នាំខែហើយនឹងថ្ងៃយកពីខ្ទង់មកដាក់ចូលហើយបន្ទាប់មកទៀតយើងចុច tick កន្លែងនេះមួយបងប្អូន tick កន្លែងនេះមួយហើយកន្លែងនេះយើងសេឈ្មោះកាតរបស់យើងគឺថាឈ្មោះកាតរបស់យើងដូចឈ្មោះកាតខ្ញុំហ្នឹងទៅខ្ញុំវាយជាអក្សរធំឲ្យពេញមកមានទាំងតកូមានទាំងឈ្មោះវាយពេញមកអូខេហើយឥឡូវហ្នឹងហើយបងប្អូនឥឡូវខ្ញុំបំពេញកាតខ្ញុំរួចរាល់ហើយណាបងប្អូនហ្នឹងហើយតែពេលដែលយើងបំពេញកាតទៅមុនដែលខ្ញុំបំពេញហ្នឹងកន្លែងហ្នឹងគេដាក់ពណ៌ក្រហមទៅឯងបងប្អូនប៉ុន្តែបើសិនជាយើងបំពេញហើយយើងចុចកន្លែងពណ៌ក្រហមហ្នឹងទៅវាលោតមកវិញដើម្បីនឹងបញ្ជាក់ថាកាតយើងគឺបានបំពេញព័ត៌មានត្រឹមត្រូវហើយណាបងប្អូនតែប្រយ័ត្នមែនទេប្រយ័ត្នព្រោះខ្ញុំធ្លាប់ឆេះកាតកន្លែងនេះហើយឆេះកាតហ្នឹងមានន័យថាកាតយើងនៅប្រើធម្មតាទេយើងប្រើដកលុយវេលុយប្រើកោសកាតធនាគារអីបានធម្មតាប៉ុន្តែlock ជាមួយកម្មវិធី OJ Group lock យ៉ាងម៉េចមានន័យថាយើងយកមកប្រើ OJ Group គាត់បានទេដោយសារយើងវាយយើងខុសពី3ដងទៅគេ lock គេខ្លាចយើងយកការអ្នកដទៃមកប្រើអញ្ចឹងណាអញ្ចឹងទៅគេ lock កាតយើងអត់ឲ្យប្រើទេហ្នឹងហើយយើងបំពេញតាមហ្នឹងទៅបើសិនជាពណ៌មានយើងត្រូវហើយកន្លែងហ្នឹងគឺលោតពណ៌ទឹកសមុទ្រហ្នឹងហើយតបមករួចរាល់ហើយ